បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានសាងរួចពីអង្គទៀតហើយដែលជាថ្មិញរបស់ឪពុករបស់បងប្រុសនៅខាងភ្នំពេញក៏យកមកសាងបាទទាំងពីរអង្គនេះគឺសាងហើយមានឆៅពាន់ទាំងពីរអង្គដោយពុកម៉ែបងប្អូនឃើញនៅក្នុងរូបភាពនេះចឹងគឺយើងអត់នឹកស្មានថាសាងហើយបានឆៅពាន់ទេកម្រណាស់បាទសម្រាប់ថ្មិញដែលខ្ញុំឆ្លាក់មកច្រើនបាទមានថ្មិញខ្លះទៅតម្រង់អាចជាតួអង្គបាទរូបនាគក៏មានបាទខ្លះទៀតទៅក៏រៀងដូចតម្រង់រៀងប្រម៉ែធរណីបាទប៉ុន្តែភាគច្រើនគឺជាតួអង្គព្រះជាទូទៅដែលរាប់ច្រើនរយថ្មិញគឺតួអង្គព្រះបាទនេះជាការបរិយាយទៅតាមអ្វីដែលខ្ញុំបានឆ្លងកាត់ហើយនឹងបានសង្កល់ឃើញថាភាគច្រើននៃថ្មិញរបស់មនុស្សយើងគឺទម្រង់ដូចព្រះច្រើនដោយសារមូលហេតុអីភាគច្រើនបងប្អូនបាទគាត់យកមកកំងគាត់ចង់បានរូបផ្សេងបាទដោយសារការស្រឡាញ់របស់គាត់ចឹងណាគាត់ទាមទារចង់ស្លាក់ជារូបទៅតាមអ្វីដែលគាត់ពេញចិត្តប៉ុន្តែគឺធ្វើអត់កើតទេថ្មិញមនុស្សយើងគឺទម្រង់មកគឺរូបព្រះពុទ្ធអង្គតែម្ដងបាទហើយនឹងរូបប្រម៉ែបាទបានពីអង្គហ្នឹងបាទកម្របានសាងជារូបអីផ្សេងណាស់កម្រណាស់បាទហើយសម្រាប់ថ្មិញមានចំណុចខ្លះក៏មានលក្ខណៈពិសេសដែរដូចជាថ្មិញរបស់បាទលោកឪពុករបស់បងប្រុសគាត់យកមកសាងនេះដូចចំណុចសនៅចំដៃដែលខ្ញុំកំពុងឆ្លាក់ហ្នឹងគឺមានដោះបាទគឺមានដោះយូរខ្ញុំប្រទះម្ដងគឺមានដោះនៅថ្មិញហ្នឹងបងប្អូនអញ្ចឹងបានថាយើងសង្កល់មើលថារបស់ខ្លះអាចដុះដូចជាថ្មិញរបស់ឪពុករបស់បងប្រុសនេះចឹងគឺនៅចំប្រភពព្រះអង្គសហ្នឹងគឺដុះបាទគឺឆ្កឹះអត់ចេញទេគឺខ្ញុំព្យាយាមឆ្កឹះហើយគឺឆ្កឹះអត់ចេញទេដោយសារមានការដុះមកពីក្នុងថ្មិញតែម្ដងជាលក្ខណៈធម្មជាតិរបស់លោកបាទអញ្ចឹងក្នុងពេលឆ្លាក់ខ្ញុំក៏សង្កល់ឃើញថាពេលដែលខ្ញុំសុំកិច្ចរួចរាល់ហើយបាទរៀបចំរដាបការរំលឹកដល់គុណគ្រូហើយខ្ញុំយកមកសាងគឺដំបូងខ្ញុំនឹកថាសាងជាតួអង្គឲ្យចេញអត់មានតាក់ទងនឹងឆៅពាន់ទេតែដោយខ្ញុំកំពុងសាងស្រាប់តែទាញចិត្តខ្ញុំឲ្យសាងមានឆៅពាន់ខ្ញុំគិតថាសាងបានតែមួយអង្គទេក្រោយមកទៀតយកមួយអង្គមកសាងទៀតក៏សាងបានមួយអង្គទៀតមានឆៅពាន់ទៀតអញ្ចឹងបានន័យថាលោកអ៊ំបាទដែលគាត់ស្រឡាញ់ជាលក្ខណៈឆៅពាន់ទើបបានទាញឲ្យចិត្តខ្ញុំហ្នឹងសាងតួអង្គទាំងពីរហ្នឹងមានឆៅពាន់ទាំងពីរតែម្ដងបាទថ្ងៃអញ្ចឹងក៏ជម្រាបជូនទៅពុកម៉ែបងប្អូនដែលគាត់មានរបស់ជាថ្មិញឪពុកម្ដាយថ្មិញជីដូនជីតាជាងចម្លាក់ប្រម៉ែធរណីអាចទទួលឆ្លាក់បានជាទីបញ្ចប់នេះដែរក៏សូមថ្លែងអំណរគុណដល់បងប្រុសដែលតែងតែគាំទ្រដល់ស្នាដៃជាងនិងសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាបាទសូមអរគុណ